កិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសបារាំងនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1950បារាំងគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតបារាំងបានយល់ព្រមជួយប្រទេសអ៊ីស្រាអែលក្នុងការសាងសង់ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរនិងរោងចក្រចម្រាញ់សារធាតុភ្លុយតូនីញ៉ូមការជួយជ្រោមជ្រែងពីសំណាក់ប្រទេសបារាំងគឺជាកត្តាសម្រេចដែលអនុញ្ញាតឲ្យអ៊ីស្រាអែលក្លាយជាមហាអំណាចនុយក្លេអ៊ែរកិច្ចសហការនេះបានកើតឡើងនៅក្នុងកំឡុងឆ្នាំ1956ដល់ឆ្នាំ1960ដែលជាពេលវេលាប្រទេសទាំងពីរមានសត្រូវរួមគ្នាគឺជាប្រធានាធិបតីអេស៊ីបគឺលោកកាម៉ាល់អាប់ដែលណាហ្សឺហើយខាងក្រោមនេះគឺជាព័ត៌មានលម្អិតនៃជំនួយបច្ចេកទេសនិងនយោបាយពីប្រទេសបារាំងកិច្ចព្រមព្រៀងយ៉ាងសម្ងាត់រវាងអ៊ីស្រាអែលនិងប្រទេសបារាំងឬហៅថាកិច្ចព្រមព្រៀងសឺវរ៉េសក្នុងឆ្នាំ1956ទំនាក់ទំនងរវាងបារាំងនិងអ៊ីស្រាអែលបានឈានដល់កម្រិតកំពូលបន្ទាប់ពីមានវិបត្តិព្រែកជីកស៊ុយអេឬហៅថា Suez Crisis បារាំងខឹងសម្បានឹងអេស៊ីបដែលបានគាំទ្រក្រុមឧទាមនៅអាល់ហ្សេរីដែលជាអាណានិគមបារាំងក្នុងកិច្ចប្រជុំសម្ងាត់នៅទីក្រុងសឺវរ៉េសក្នុងឆ្នាំ1956បារាំងក៏បានយល់ព្រមផ្ដល់ជំនួយបច្ចេកវិទ្យានុយក្លេអ៊ែរដល់ប្រទេសអ៊ីស្រាអែលហើយជាភ្នូរមកវិញគឺបារាំងទទួលបានការគាំទ្រផ្នែកយោធាប្រឆាំងជាមួយនឹងប្រទេសអេស៊ីបបន្ថែមពីលើនោះបារាំងក៏បានផ្ដល់ម៉ាស៊ីនប្រតិករ L102 ឲ្យប្រទេសអ៊ីស្រាអែលផងដែរបារាំងបានផ្ដល់ម៉ាស៊ីនប្រតិករទឹកធុនធ្ងន់ Heavy Water Reactor ដែលត្រូវបានគេស្គាល់ថា L102 ក្រោយមកគេហៅវាថា Dimona Reactor ម៉ាស៊ីននេះមានសមត្ថភាពផលិតកម្លាំងបាន24មេហ្គាវ៉ាត់ប៉ុន្តែក្រោយមកគេជឿថាវាត្រូវបានដំឡើងកម្លាំងខ្លាំងជាងនេះនៅពេលក្រោយគោលបំណងនៃម៉ាស៊ីនប្រភេទនេះគឺមានប្រសិទ្ធភាពខ្ពស់នៅក្នុងការផលិតភ្លុយតូនីញ៉ូម239ដែលជាសារធាតុផ្សំដ៏សំខាន់បំផុតសម្រាប់ធ្វើគ្រាប់បែកប៉ារ៉ាម៉ាណូក្រៅពីការផ្ដល់ម៉ាស៊ីនប្រតិករទឹកធុនធ្ងន់ Heavy Water Reactor របស់បារាំងតាមរយៈក្រុមហ៊ុន SGN បារាំងក៏បានផ្ដល់ប្លង់និងបច្ចេកវិទ្យាសាងសង់រោងចក្រក្រោមដីសម្រាប់ញែកភ្លុយតូនីញ៉ូមចេញពីឥន្ធនៈដែលប្រើរួចផងដែរបើគ្មានរោងចក្រនេះទេប្រទេសអ៊ីស្រាអែលគ្រាន់តែអាចផលិតបានត្រឹមតែថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់តែប៉ុណ្ណោះប៉ុន្តែមិនអាចផលិតគ្រាប់បែកប៉ារ៉ាម៉ាណូបានឡើយជំនួយនេះត្រូវបានធ្វើឡើងដោយសម្ងាត់បំផុតសូម្បីតែរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកក៏មិនបានដឹងលម្អិតនៅក្នុងគម្រោងនេះផងដែរបារាំងបានបញ្ជូនអ្នកជំនាញវិស្វករនៅក្នុងកំឡុងពេលសាងសង់នៅឌីម៉ូណាមានវិស្វករនិងអ្នកបច្ចេកទេសបារាំងរាប់រយនាក់បានរស់នៅក្នុងវាលខ្សាច់នេកេវដើម្បីជួយដំឡើងឧបករណ៍មានការបង្កើតសាលារៀនសម្រាប់កូនវិស្វករបារាំងនៅទីនោះទៀតផងដើម្បីរក្សាការសម្ងាត់និងភាពងាយស្រួលដល់អ្នកជំនាញអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលជាច្រើនត្រូវបានអនុញ្ញាតឲ្យទៅសិក្សានិងហាត់ការនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរម៉ាកូឡេរបស់ប្រទេសបារាំងការផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូមពីសំណាក់ប្រទេសបារាំងនៅដំណាក់កាលដំបូងបារាំងគឺជាអ្នកផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូមដល់ប្រទេសអ៊ីស្រាអែលបន្ថែមពីនេះបារាំងក៏បានជួយសម្របសម្រួលឲ្យប្រទេសអ៊ីស្រាអែលអាចទទួលបានអ៊ុយរ៉ាញ៉ូមពីប្រទេសផ្សេងទៀតដូចជាអាហ្វ្រិកខាងត្បូងជាដើមនៅពេលដែលមានសម្ពាធអន្តរជាតិចាប់ផ្ដើមកើនឡើងប្រទេសបារាំងក៏បានបញ្ចប់កិច្ចសហការជាមួយនឹងប្រទេសអ៊ីស្រាអែលនៅឆ្នាំ1960លោកប្រធានាធិបតីហ្សាល់ដឺហ្គោលបានឡើងកាន់អំណាចនិងមានបំណងចង់ស្ដារទំនាក់ទំនងជាមួយនឹងពិភពអារ៉ាប់ឡើងវិញលោកក៏បានបញ្ជាឲ្យបញ្ឈប់ជំនួយជាផ្លូវការដល់គម្រោងឌីម៉ូណារបស់ប្រទេសអ៊ីស្រាអែលទោះជាយ៉ាងណាការសាងសង់ទាំងអស់នោះជិតរួចរាល់ទៅហើយក្រុមហ៊ុនឯកជនរបស់ប្រទេសបារាំងគឺនៅតែបន្តលួចផ្ដល់ជំនួយបច្ចេកទេសរហូតដល់គម្រោងនេះត្រូវបានបញ្ចប់ទាំងស្រុងសរុបមកបើគ្មានបច្ចេកវិទ្យានិងការហ៊ានប្រថុយខាងនយោបាយរបស់បារាំងនៅក្នុងទសវត្សរ៍ឆ្នាំ50នោះទេនោះប្រទេសអ៊ីស្រាអែលប្រហែលជាត្រូវចំណាយពេលរាប់សិបឆ្នាំបន្ថែមទៀតទើបអាចសម្រេចបាននូវមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន។